អ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកបង្ហាញអ្នកទាំងអស់គ្នាពីរបៀបនៃការតម្លើងខានែលចឹងជាមុននឹងចូលដល់របៀបនៃការតម្លើងយើងត្រូវដឹងថាខានែលហ្នឹងគឺជាអីអញ្ចឹងខានែលអានេះគឺខ្ញុំបានមកពី ChatGPT អញ្ចឹងខ្ញុំឲ្យវាប្រែជាភាសាខ្មែរខានែលគឺជា Operating System មួយដែលវាត្រូវបានតភ្ជាប់រវាង Software និង Hardware ដូចជា CPU RAM Hard Drive Keyboard ហើយនិង Printer ហើយតួនាទីសំខាន់របស់ Kernel ហ្នឹងទី1គឺវា Process Management ទី2គឺវាបើកនិងបិទ Scheduling កម្មវិធីឲ្យដំណើរការទី3គឺវាអាចដំណើរការបានច្រើនក្នុងពេលតែមួយគឺជា Multitasking ហើយ មួយទៀតគឺវាគ្រប់គ្រងអង្គចងចាំគឺជា Memory Management ដែលបែងចែក RAM ឲ្យកម្មវិធីនីមួយៗប្រើការពារកម្មវិធីមួយមិនឲ្យរំលោភលើអង្គចងចាំរបស់កម្មវិធីផ្សេងទៀតគ្រប់គ្រង Device Management ដូចជា Mouse Printer ឬក៏ Disk ដែលប្រើ Driver ហើយវាគ្រប់គ្រង File System គឺ File System Management ដែលអនុញ្ញាតឲ្យយើងអាចរ៉ាយឬក៏ delete ឯកសារនៅលើ hard drive បានទី3គឺវាគ្រប់គ្រងសិទ្ធិការចូលដំណើរការគឺវាគ្រប់គ្រង permission ថាពីណាគេចូលប្រើបានខ្លះពីណាគេអត់អាចចូលប្រើបានហើយចូលមកដល់មួយទៀតគឺនិយាយពី system call គឺពេលកម្មវិធីត្រូវការប្រើ OS វាត្រូវស្នើតាម Kernel ហើយប្រភេទនៃ Kernel គឺមានចំនួន3គឺ Monolithic Kernel, Micro Kernel ហើយនិង Hybrid Kernel ដែលមុខងារនីមួយៗគឺគេបានសរសេរវានៅលើនេះគឺ Monolithic Kernel គឺផ្ទុកមុខងារទាំងអស់ក្នុងក្បាលធំមួយឧទាហរណ៍ដូចជា Linux Micro Kernel គឺទុកតែស្នូលតូចៗទេឧទាហរណ៍ដូចជា Minix Hybrid Kernel គឺផ្សំគ្នារវាងធាតុទាំងពីរខាងលើឧទាហរណ៍ដូចជា Windows និង macOS ហើយ Kernel គឺជាស្នូលនៃប្រតិបត្តិការដែលមានតួនាទីដឹកនាំនិងគ្រប់គ្រងធនធានក្នុងកុំព្យូទ័រចឹងដើម្បីឲ្យកម្មវិធីនិងឧបករណ៍ធ្វើការចុះសម្ព័ន្ធគ្នាបើសិនបើគ្មាន Kernel គឺប្រព័ន្ធនឹងមិនអាចដំណើរការបានទេចឹងបើយើងប្រៀបធៀបវាមកខ្លួនមនុស្ស Kernel គឺប្រៀបដូចជាខួរក្បាលមនុស្សចឹងបើសិនបើអត់មាន Kernel ណាគឺមនុស្សខួរក្បាលគឺវាអត់ដំណើរការគឺអ្វីគ្រប់យ៉ាងនៅក្នុងខ្លួនយើងគឺវាអត់ដំណើរការទេអញ្ចឹងបន្ទាប់ពីយើងដឹងថា Kernel គឺជាអីហើយអញ្ចឹងគឺយើងចូលមកដល់និយាយអំពីការតម្លើង Kernel នៅក្នុង Linux អញ្ចឹងការតម្លើងមុនដំបូងគឺយើងត្រូវប្រើ command នេះដើម្បី check មើល version របស់ Kernel អញ្ចឹងនេះគឺជា command ដើម្បី check version របស់ Kernel ហើយបន្ទាប់មកយើងដើម្បី update Kernel គឺយើងត្រូវប្រើ command មួយនេះបន្ទាប់ពីយើង update វាហើយគឺយើងត្រូវ download ហើយនិង compile វានៅលើ Linux Kernel ហើយអានេះគឺយើងត្រូវប្រើក៏បានអត់ក៏បានព្រោះប្រើសម្រាប់តាអ្នក advance ទេបន្ទាប់មកទៀតយើងចូលមកកាន់update ហើយនិង reboot system អញ្ចឹងដើម្បី update និង reboot system គឺយើងត្រូវប្រើ command នេះបន្ទាប់ពីយើងធ្វើវាហើយយើងចូលដល់ចំណុចមួយទៀតគឺយើងត្រូវ modify ឬក៏ customize Kernel អញ្ចឹងដើម្បីអាចឆាង Kernel នឹងបានគឺយើងត្រូវ compile វាដោយប្រើ command នៅខាងលើនេះបន្ទាប់ពីយើងធ្វើអានឹងហើយគឺយើងចូលមក remove all Kernel អញ្ចឹង remove all Kernel គឺយើងប្រើ command មួយនេះអញ្ចឹងអានេះគឺជាចំណុចមួយចំនួនដែលខ្ញុំនឹងបង្ហាញអញ្ចឹងចូលមកដល់កន្លែងនេះគឺយើងចូលមកកាន់ summary table អញ្ចឹងដើម្បី check version Kernel យើងប្រើ command នេះដើម្បី install new Kernel គឺយើងត្រូវប្រើ command នេះហើយដើម្បី compile វាពី source code របស់វាគឺយើងត្រូវប្រើ command មួយនេះហើយបន្តមកទៀតគឺដើម្បី install compile Kernel ដែលយើងបាន compile វាពី code ហ្នឹងគឺយើងត្រូវប្រើ command នេះហើយ command ចុងក្រោយនេះគឺយើងប្រើវាសម្រាប់
remove ខណៈចាស់ដែលយើងប្រើវា sudo apt remove ចឹងនេះគឺជាចំណុចដែលអឺមេរៀនដែលតាក់ទងនឹងខណៈចឹងជាចុងក្រោយសូមអរគុណអ្នកនរគ្នាជំរាបលាលោកបាយបាយអ្នកនរគ្នា